បាទសូមស្វាគមន៍សម្រាប់ការចូលមកកាន់នៅមេរៀនបន្តទាក់ទងទៅនឹងការប្រើប្រាស់នៃកម្មវិធី Microsoft Word 2024បាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញដល់អ្នកនាងអំពីរបៀបនៃការប្រើប្រាស់ Shape បាទឬក៏យើងហៅថារបៀបនៃការគូរ Shape បាទអញ្ចឹងដើម្បីគូរ Shape អ្នកនាងអាចធ្វើការចូលទៅកាន់ tab មួយឈ្មោះថា Insert បាទអ្នកនាងអាចទៅចុចនៅលើ Shape ណាមួយយើងចង់បានមកហើយយើងអាចយកមកឆ្វេងមកគូរបាទតើយើងគូរ tab ហ្នឹងដើម្បីធ្វើអីអ្នកនាងណាបាទយើងអាចធ្វើការ design ទៅជារូបរាងផ្សេងៗបាទអាចធ្វើការគូរជារូបកាយឬក៏រូបបេះដូងរូបមនុស្សសើចញញឹមអីចឹងទៅអ្នកនាងណាហើយយើងគូរនេះមានថាយើងអាចធ្វើការ add on ឬក៏អាចធ្វើការ map up ទៅលើអឺឯកសាររបស់យើងមើលទៅកាន់តែមានភាពស្រស់ស្អាតចឹងទៅហើយមួយទៀតតទៅទៅនឹងការប្រើប្រាស់ shape ដូចគ្នាអ្នកនាងណាបើសិនជាក្នុងករណី document របស់យើងជា EAT អ្នកនាងពិបាកក្នុងការសរសេរអ្នកនាងអាចគូរនៅក្នុងឬក៏អាចប្រើប្រាស់ជាមួយនឹង shape នេះដើម្បីធ្វើការគូរឲ្យចេញជាកន្លែងដែលយើងធ្វើការសរសេរណាមួយចឹងទៅយើងលើកដាក់ទៅកន្លែងណាមួយដើម្បីមានភាពងាយស្រួលក្នុងការអឺរៀបចំឯកសាររបស់យើងទៅជាធម្មតាគេច្រើនប្រើទៅលើលិខិតរដ្ឋបាលអ្នកនាងណាតាក់ទងទៅនឹងហត្ថលេខាឬក៏បានឃើញឯកភាពនឹងអ្នកនាងណាព្រោះដោយសារនៅក្នុងកន្លែងហ្នឹងគឺរាងជាទៀតអ្នកនាងអញ្ចឹងទៅយើងត្រូវតែប្រើshape ឬក៏យើងប្រើ text box ហ្នឹងដើម្បីទៅគូរដើម្បីជួយសម្រួលទៅលើការងារដើម្បីរៀបចំទៅលើឯកសារដែលមានសភាពតូចជាង EAT នៅលើក្រដាសតែមួយអញ្ចឹងទៅតែឥឡូវយើងទៅមើលពីរបៀបនៃការធ្វើទាំងអស់គ្នាឥឡូវខ្ញុំបើកកម្មវិធី Microsoft Word សិនមកបាទអញ្ចឹងដើម្បីធ្វើការគូរ shape បានអ្នកនាងអាចធ្វើការចូលទៅកាន់ tab មួយឈ្មោះថា Insert បាទហើយបន្តទៀតអ្នកនាងអាចចុចនៅលើកន្លែងពាក្យថា Shape បាទនៅក្នុងកន្លែង Shape នេះគឺអ្នកនាងអាចធ្វើការអឺរើសនៅទម្រង់ណាមួយយើងពេញចិត្តចឹងទៅអ្នកនាងចង់បានមួយណាវាយកមួយនោះមកគូរមកអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំយកជាទម្រង់រូបវងមូលចោលហ្នឹងនេះណាព្រោះដោយសាររូបវងមូលដល់ពេលយើងគូរទៅស្រាប់តែវាអត់មូលទេអញ្ចឹងដើម្បីយើងចង់បានមូលអ្នកកុំតិនលេងម៉ៅណាយើងគូរម៉ៅយើងឲ្យជាប់ជាម៉ៅហើយអ្នកចុច save មួយទៀតមកយើងអាចទាញមកមូលស្អាតអ្នកនេះណាបាទអញ្ចឹងមិនថារូបអីក៏ដោយអ្នកណានៅក្នុង shape ណាអញ្ចឹងនៅពេលដែលយើងគូរហើយអ្នកនឹងទទួលបាន contextual tab មួយទៀតឈ្មោះថា shape format អញ្ចឹងនៅក្នុងកន្លែង shape format អ្នកអាចធ្វើការកំណត់ឬក៏រើសរូបភាពផ្សេងៗយកមកគូរបន្ថែមទៀតឧទាហរណ៍ថាឥឡូវខ្ញុំយកជារូបនេះចុះណាស្រាប់យកមកគូរមកអត់ស្មើទេអញ្ចឹងដើម្បីគូរស្មើអ្នកនេះចុច save ទៀតដែរបាទយើងចុច save វិញមកឲ្យបានស្មើស្អាតអញ្ចឹងនៅក្នុងកន្លែងការគូរ shape មួយនៅពេលយើងគូរទៅឧទាហរណ៍ដំបូងមួយនេះវាអត់មានចំណុចពណ៌លឿងទេប៉ុន្តែនៅក្នុងកន្លែងរូបនេះគឺមានរូបមានសញ្ញាពណ៌លឿងតូចមួយអញ្ចឹងអ្នកនេះអាចធ្វើការទាញវាមកអាចធ្វើការព្រិចព្រមបែបនេះណាបាទអាចធ្វើការព្រិចព្រមបែបនេះតោះឥឡូវខ្ញុំធ្វើការបង្ហាញអ្នកនេះអំពីការ format នៅ shape ហ្នឹងបាទអញ្ចឹងដើម្បីធ្វើការ format នៅ shape ហ្នឹងបានអ្នកនេះចូលទៅកាន់ contextual tab ឈ្មោះថា shape format អញ្ចឹងនៅក្នុងកន្លែងហ្នឹងឧទាហរណ៍ថាឥឡូវខ្ញុំប្រើទម្រង់បែបនេះខ្ញុំប្រើកន្លែងពាក្យថាអានេះយើងអាចរើសយកមកគូរតាមទៀតនេះយើងណាបាទអញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំអាចធ្វើការ edit shape បាទ edit shape អញ្ចឹងយើងអាចធ្វើការ edit point នេះនៅពេលដែលខ្ញុំយកកន្លែងពាក្យថា edit point មានន័យថាអញ្ចឹងមានថាខ្ញុំអាចធ្វើការទាញបានហើយអាចធ្វើការទាញ point វាឲ្យទៅជាទម្រង់នៃរូបរាងផ្សេងណាមួយគេចង់បានអញ្ចឹងទៅនេះណាបាទយើងអាចធ្វើការទាញបានហើយហ្នឹងបាទហើយនឹងមួយទៀតនេះយើងឃើញមាននៅក្នុងកន្លែងនេះយើងមានchange shape នេះណា change shape នេះគឺអ្នកអាចធ្វើការគូឬក៏ដូរទៅរូបរាងផ្សេងឧទាហរណ៍ថាឥឡូវខ្ញុំដូរទៅជារូបមនុស្សចេះវិញអញ្ចឹងវាមកជារូបបែបហ្នឹងវិញបាទហើយរូបមនុស្សនេះអាចចង់ធ្វើឲ្យសើចក៏បានញឹមបានសែតក៏បាននេះណាបាទអញ្ចឹងយើងអាចធ្វើការដូរតាមរយៈប៊ូតុងពណ៌លឿងនេះបាទអញ្ចឹងមួយទៀតគឺតាក់ទងទៅនឹងកន្លែង style បាទ style នេះគឺអ្នកអាចធ្វើការកំណត់ពណ៌ទៅលើ shape បាទឥឡូវឧទាហរណ៍ខ្ញុំចុចនៅក្នុងកន្លែងនេះយើងអាចធ្វើការរើសទម្រង់ style របស់គេដែលមានស្រាប់ណានេះណាឧទាហរណ៍ថាឥឡូវខ្ញុំយកជាទម្រង់បែបនេះអញ្ចឹងវានឹងទៅជាទម្រង់បែបនេះឥឡូវខ្ញុំ control Z មកវិញសិនឲ្យមកត្រង់ទីដើមវិញណាបាទយើងអាចធ្វើការកែសម្រួលខ្លួនឯងក៏បានឬក៏យើងអាចធ្វើការយករបស់គេមក edit ក៏បានឬក៏នេះសាញ់យើងណានេះណាអញ្ចឹងជាធម្មតាខ្ញុំតែងតែបង្ហាញអ្នកនេះពីរបៀបនៃការធ្វើដោយខ្លួនឯងអញ្ចឹងនៅក្នុងកន្លែងនេះគឺយើងអាចធ្វើការចាក់ពណ៌ទៅលើ shape បាទអ្នកនេះអាចចាក់ពណ៌ទៅលើ shape បាទឧទាហរណ៍ថាឥឡូវខ្ញុំចង់បានជាពណ៌នេះចុះណាបាទហើយខ្ញុំចង់ដកវាទៅវិញអានេះចុចកន្លែង no fill ទៅវានឹងបាត់ទៅវិញបាទមួយទៀតតទៅនឹងកន្លែង more fill color បាទ more fill color គឺអ្នកនេះអាចធ្វើការកំណត់ color បាន2អ្នកនេះណាយើងមាន standard ជឿបានមួយដល់ពេលកន្លែង custom អ្នកនេះអាចធ្វើការសេរីបានណាបាទអាចសេរីអញ្ចឹងទៅហើយការលាយពណ៌របស់វាគឺយើងមាន RGB ដូចខ្ញុំបង្ហាញនៅវីដេអូមុនតទៅនឹង
picture outline របស់គ្នាណាបាទអញ្ចឹងនេះគឺជាទម្រង់នៃលេខកូដ color ហើយតើតើទៅនឹង transparency គឺយើងធ្វើឲ្យគេហៅថាផ្ទៃនៃ shape របស់យើងគឺវាថ្លាលើកញ្ចក់ណានេះណាវាថ្លាអាចមើលទៅឃើញរូបខាងក្រោយអញ្ចឹងទៅបាទអញ្ចឹងជាធម្មតាខ្ញុំដាក់នេះមកវិញសិនដើម្បីស្រួលមើលអ្នកនេះណាបាទអូខេអញ្ចឹងនៅក្នុងកន្លែងនេះក៏យើងអាចយក picture មកធ្វើជា shape fill បានដូចគ្នាណាមក fill នៅក្នុង shape បានដូចគ្នាអ្នកនេះអាចយកចេញពី computer គឺយើងយកខាងលើបើយើងយកចេញពី stock image អានេះគឺជាយើងអាចយកចេញតាមនេះក៏បានឬក៏តាម online picture ក៏បានឬក៏ icon ក៏បានអ្នកនេះណាបាទឥឡូវខ្ញុំយកទៅ stock image ទៅព្រោះដោយសារនៅក្នុង computer ខ្ញុំអត់បានមានរូបភាពឲ្យទុកទេអូខេតោះឥឡូវខ្ញុំយកជាទម្រង់នៃរូបបែបនេះហើយខ្ញុំចុច insert បាទអញ្ចឹងយើងនឹងបានរូបភាពនៃ shape របស់យើងមួយនៅក្នុងកន្លែងហ្នឹងណាបាទហើយនៅក្នុងកន្លែងនេះក៏យើងអាចធ្វើការបំពេញជាលក្ខណៈ gradient បាទយើងអាចធ្វើការរើសជាលក្ខណៈ gradient បាទឬក៏យើងអាចយកជាលក្ខណៈ texture នេះណា texture យកមកគូមកឧទាហរណ៍តែឥឡូវខ្ញុំចង់បាន texture បែបនេះចឹងទៅបាទវានឹងចេញទៅជាទម្រង់បែបហ្នឹងហើយឬក៏យើងអាចធ្វើការ no fill ទៅវិញក៏បានអ្នកនេះណាបាទហើយមួយទៀតអ្នកនេះអាចធ្វើការ edit ទៅលើ border អ្នកនេះណាគេហៅថា shape outline អ្នកនេះណា shape outline អញ្ចឹងឥឡូវខ្ញុំដូរទៅជាពណ៌នេះមួយអញ្ចឹងទៅដើម្បីយើងស្រួលមើលអ្នកនេះណាបាទដើម្បីយើងស្រួលមើលពណ៌ខាងក្រៅបាទអញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំអាចធ្វើការដូរ color ទៅលើ outline របស់យើងបានឧទាហរណ៍ដាក់ជា outline បែបនេះបាទខ្ញុំអាចធ្វើការដាក់ដក outline ចេញបាទខ្ញុំអាចធ្វើការកំណត់នៅ more outline color បាទដែលយើងអាចធ្វើការរើសបានមួយនៅក្នុងកន្លែង standard យើងអាចធ្វើការរើសបានឬក៏សេរីបាននៅក្នុងកន្លែង custom បាទហើយនឹង RGB និង transparency ដូចគ្នានេះយើងណាបាទអញ្ចឹងនៅក្នុងចំណុចនេះក៏យើងអាចធ្វើការបន្ថែមនៅកម្រាស់បន្ទាន់បាទនេះចង់បានកម្រាស់ណាអញ្ចឹងទៅបាទហើយមួយទៀតតកតងទៅនឹងកន្លែងចំណុចនេះមួយទៀតបាទយើងអាចធ្វើការបដូរប្រភេទបន្ទាត់របស់យើងឧទាហរណ៍ថាឥឡូវវាមូលពេកយើងអត់ចង់វាមូលទេអញ្ចឹងអ្នកអាចធ្វើការដូរទៅរូបរាងអញ្ចឹងទៅបាទមើលទៅមានភាពតាក់ទាញយើងណាបាទហើយតកតងទៅនឹង dash បាទអ្នកអាចធ្វើការយកជាបន្ទាត់ដាច់ឬក៏ជាប់នៅក្នុងកន្លែងហ្នឹងបាទចឹងឧទាហរណ៍ថាចង់បានបែបនេះណាបាទអញ្ចឹងនៅពេលយើងចង់ដកទៅវិញខ្ញុំចុចឡើងនេះមកខ្ញុំចុចកន្លែងតែ no outline បាទមួយទៀតតកតងទៅនឹង shape effect បាទ shape effect នេះគឺមានន័យថាខ្ញុំអាចធ្វើការកំណត់ preset វាទៅជាទម្រង់បែបនេះបាទទម្រង់បែបនេះបាទខ្ញុំអាចធ្វើការកំណត់ shadow វាបាទនេះជាទម្រង់ shadow ស្មើណានេះណាខ្ញុំអាចធ្វើការកំណត់ជា reflection បាទខ្ញុំអាចធ្វើការកំណត់ជា glow បាទឬក៏ជា soft edge បាទ soft edge បាទឬក៏ជា bevel បាទឬក៏ជាទម្រង់នៃ 3D rotation បាទ 3D rotation ឡើងហ្នឹងណាបាទអញ្ចឹងសម្រាប់ Office ក្រោម2024កន្លែងខ្លះអត់ដើរណានេះណា Office ខ្លះអត់ដើរទម្រង់នេះអញ្ចឹងអ្នកនេះអាចធ្វើការ upgrade ទៅមក2024ទៅបាទអញ្ចឹងឧទាហរណ៍តែឥឡូវខ្ញុំចូលជា shadow នេះមួយបាទខ្ញុំចូលជា shadow នេះមួយសម្រាប់តែយើងចង់លុបshadow នេះចេញវិញអញ្ចឹងអ្នកនេះអាចទៅកន្លែង effect អ្នកនេះយកកន្លែង shadow មកបាទអ្នកនេះទៅកន្លែង no shadow បាទចេញបាត់ទៅវិញឡើងហ្នឹងណានេះគឺជាទម្រង់នៃការកែប្រែទៅលើ shape បាទប៉ុន្តែបើសិនជា shape របស់យើងនេះមានអក្សរទៀតអញ្ចឹងខ្ញុំអាចចុច mouse ស្ដាំមកខ្ញុំធ្វើការ edit add text បាទចុច add text មកឧទាហរណ៍ខ្ញុំសេថាសៀមរាបខ្ញុំមកបាទខ្ញុំសេពាក្យទៅសៀមរាបអញ្ចឹងខ្ញុំអាចធ្វើការ edit text បាននេះណាបាទអញ្ចឹងនៅក្នុងកន្លែង edit text នេះយើងអាចធ្វើការជ្រើសរើសនៅពណ៌ដែលមានឬក៏ style របស់គេដែលគេបានធ្វើឲ្យយើងស្រាប់នៅក្នុងនេះក៏បានឬក៏យើងធ្វើការបង្កើតដោយខ្លួនឯងតាក់ទងទៅនឹងកន្លែង text fill យើងអាចធ្វើការ fill color ទៅលើ text ដែលយើងបានគូឧទាហរណ៍គូបែបនេះមកខ្ញុំទៅសេខ្ញុំដាក់ពណ៌បែបនេះបាទអញ្ចឹងអ្នកនេះអាចធ្វើការថែម color បាទដែលយើងប្រើទម្រង់បែបនេះគឺ standard មួយបាទ custom យើងអាចសេរីបានទេទៅបាទហើយនៅក្នុងកន្លែងនេះអ្នកនេះអាចធ្វើការ fill បានទៅ gradient នេះណាបាទធ្វើការបាន fill ទៅ gradient នេះបាទឥឡូវខ្ញុំអាចធ្វើការបរិចទំហំវាធំតិចមកដាក់ឲ្យស្រួលមើលបាទអញ្ចឹងខ្ញុំទៅបរិចបែបនេះមកអូខេតាឥឡូវយើង select វាមកហើយទៅ shape format ភាសាទៀតបាទនេះតើតង់ទៅនឹង outline បាទពណ៌នៅជុំវិញនៃអក្សរបាទយើងអាចធ្វើការរើសចឹងទៅបាទ
បាទហើយអ្នកនេះអាចធ្វើការរើសជា outline ណាបាទអ្នកនេះអាចធ្វើការរើសជាកម្រាស់ប្រភេទ outline color បានដូចគ្នាយើងមាន standard custom ដូចគ្នាបាទយើងអាចធ្វើការកំណត់ទៅលើបន្ទាត់ដែលនៅជុំវិញនៃអក្សររបស់យើង outline នេះមកបាទអ្នកនេះអាចធ្វើការដូរបន្ទាត់របស់យើងទៅជាបន្ទាត់ដាច់ឬក៏ដិតឬក៏ជាទម្រង់បន្ទាត់បែបណាយើងស្រឡាញ់ទៅអ្នកនេះណាបាទអញ្ចឹងបើខ្ញុំចង់ដក outline វិញខ្ញុំចូលទៅក្នុងកន្លែង no outline វានឹងបាត់ទៅវិញបាទមួយទៀតតកតងទៅនឹង touch effect បាទ touch effect គឺយើងអាចធ្វើការកំណត់ទៅលើ shadow បាទក្នុងបែបនេះបាទណានេះស្រឡាញ់មើលណាខ្ញុំនឹងទៅបាទ reflection បាទglow បាទ bevel បាទហើយនឹង3D rotation ហើយនឹងតកតងទៅនឹង transform ណានេះណា transform នេះយើងអាចសរសេរជាទម្រង់បែបនេះបាទអញ្ចឹងអ្នកនេះចង់បានឬក៏ចង់ធ្វើអីអ្នកនេះអាចធ្វើការសម្រេចចិត្តជ្រើសរើសតាមលក្ខខណ្ឌហ្នឹងបាទអញ្ចឹងដល់ចំណុចមួយទៀតអ្នកនេះណាចំណុចមួយទៀតគឺតកតងទៅនឹងកន្លែងពាក្យថា position អ្នកនេះណា position នេះគឺសំដៅទៅលើការដាក់ shape របស់យើងនៅខាងលើខាងឆ្វេងឬកណ្ដាលស្ដាំយើងទៅអ្នកនេះណាបាទតែជាធម្មតាយើងអត់សូវប្រើឡើយហ្នឹងណាបាទប៉ុន្តែបើយើងប្រើលក្ខណៈថានៅក្នុងអត្ថបទរបស់យើងចង់នៅកណ្ដាលនៃក្តារជ័យអាចប្រើទម្រង់បែបនេះចឹងទៅបាទមួយទៀតតកតងទៅនឹង wrap text នេះណា wrap text នេះបើសិនជាយកពាក្យថា inline with text មានថាវានឹងធ្វើឲ្យទៅជាទម្រង់នៃដូចអក្សរធំដូចត្រាប់ខេតចឹងនេះណាប៉ុន្តែគ្រាន់តែបន្ទាប់ពីរូបភាពឬក៏បន្ទាប់ពី shape ហ្នឹងមកគឺបានតែមកបន្ទាត់ទេនេះណាបាទមកបន្ទាត់អក្សរតូចទេនេះអញ្ចឹងយើងអាចទៅដូចត្រាប់ខេតបាននេះតើតើនឹង square គឺមានថាអក្សរគឺរត់ជុំវិញនៃរូបភាពថៃក៏ដូចគ្នាសំទោសនៃ shape បាទថៃក៏ដូចគ្នាបាទ throw បាទដូចគ្នានេះណា top and bottom គឺអក្សរនៅពីលើនៅពីក្រោមនៃរូបភាពនៃ shape ដាច់ខាតមួយទៀតតទៅនឹង behind text មានថាវានឹងធ្វើការបញ្ជូននេះណាធ្វើការបញ្ជូនការធ្វើការបញ្ជូន shape នេះទៅពីក្រោយនៃ text បាទពេល in front of text វានៅពីមុខនៃ text ពេលនៃអត្ថបទនេះណាបាទហើយនៅតรงទៅនឹង edit wrap point នេះគឺអ្នកនេះអាចធ្វើការសរេវាបាទនៅពេលអ្នកនេះសរេបែបនេះពេលសរេទៅអក្សរវានឹងរត់ចូលទៅតាម wrap point ដែលយើងបានសរេឡើងហ្នឹងណាបាទឧទាហរណ៍ថាឥឡូវអក្សររបស់យើងវានៅជុំវិញមូលហ្នឹងទៅតែដល់ពេលនេះទាញ wrap point ចូលមកវាអក្សររបស់យើងនឹងរត់ចូលមកក្នុងនេះវិញបាទមួយទៀតតកតងទៅនឹងកន្លែង2ឥឡូវឧទាហរណ៍ថាខ្ញុំ copy អានេះ Ctrl C Ctrl V មកនេះណាខ្ញុំមាន save ដល់ទៅ3ណាចេញយកជាទម្រង់បែបនេះមកដើម្បីមើលទៅគឺខុសគ្នាបាទអញ្ចឹងអានេះក៏ដូចទៅនឹងរូបភាពនេះ function នេះក៏ដូចទៅនឹងរូបភាពដូចគ្នាណាបាទយើងអាចធ្វើការ send bring to front បាទរុញមកមុខដាច់មកសំទោសនេះមិញមើលច្រឡំណាbring forward នេះណា bring forward មានថាវារុញមកមុខម្ដងមួយស្លឹកវារូបទី1ជាន់លើរូបទី2ម្ដងមួយទៅបាទចឹងមួយទៀតតទៅនឹងគេហៅថា bring to front នេះណានៅពេលដែលយក bring to front អារូបនេះនៅក្រោយអញ្ចឹងវាអត់ខ្វល់ប្រហែលស្លឹកទេវានឹងធ្វើការបញ្ជូនមុខដាច់តែម្ដងបាទមួយទៀតតទៅនឹង in front សំទោស bring in front of text មានថាវានឹងឲ្យរូបនេះគឺនៅលើអត្ថបទបាទអញ្ចឹងបើយើងមានអត្ថបទគឺវានៅខាងក្រោយអញ្ចឹងទៅបាទហើយនឹងមួយទៀតនេះណានៅក្នុងកន្លែងនេះគឺយើងមាន send backward នេះណា send backward វានឹងធ្វើការបញ្ជូនទៅក្រោយម្ដងមួយស្លឹកអញ្ចឹងទៅម្ដងមួយទៅប៉ុន្តែឧទាហរណ៍ថារូបនេះខ្ញុំចង់ទៅក្រោយដាច់អញ្ចឹងទៅខ្ញុំអាចធ្វើការចុចនៅលើកន្លែងពាក្យ send to back ទៅវានឹងទៅក្រោយដាច់អញ្ចឹងទៅមួយទៀតនេះយើងអាចធ្វើការចុចនៅក្នុងកន្លែងនេះគេនឹងបង្ហាញអ្នកនេះថាគេ send behind text អញ្ចឹងវានឹងនៅពីក្រោយនៃ text ស្មើនឹងអ្នកនេះធ្វើនៅក្នុងកន្លែងនេះបាទមួយទៀតតទៅនឹង alignment នេះណា alignment គឺតែពិត alignment យើងចង់ប្រើលើនេះក៏បានដែរឬក៏យើងអាចធ្វើការលើកដាក់ដោយខ្លួនឯងក៏បានជាធម្មតា alignment គេអត់សូវប្រើនេះព្រោះសារយើងភាគច្រើនលើកដាក់នៅលើទីតាំងណាមួយយើងចង់បានដោយខ្លួនឯងអញ្ចឹងទៅបាទនេះគឺមានថាដល់ពេលខ្ញុំសេរីគម្លាតមកគឺសំទោសសេរីទំហំវានឹងចេញមកតាមនេះអញ្ចឹងអ្នកនេះអាចធ្វើការសេរីនៅក្នុងកន្លែងនេះក៏បានបាទអាចធ្វើការសេរីនៅក្នុងកន្លែងនេះក៏បានប៉ុន្តែក៏នៅយើងសេរីឡើងនេះវាធ្វើឲ្យប៉ះពាល់ទៅលើរូបរាង shape របស់យើង
បាទអញ្ចឹងថ្ងៃនេះខ្ញុំបានបង្ហាញអ្នកនាងអំពីរបៀបនៃការប្រើប្រាស់ Shape បាទសូមជួយ Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា